ត្រូវតែស្រឡាញ់ព្រះយេស៊ូវជាទីមួយគឺបញ្ញត្តិដ៏សំខាន់បំផុតគឺត្រូវតែស្រឡាញ់ព្រះដ៏ជាព្រះជាទីមួយហើយទីពីរគឺបើយើងស្រឡាញ់ព្រះគឺយើងនឹងចេះស្រឡាញ់អ្នកដទៃផងឲ្យយើងស្រឡាញ់អ្នកដទៃបាទហ្នឹងគឺខាងផ្នែកអារម្មណ៍បន្ទាប់មកលោកអ្នកត្រូវលះកាត់ចិត្តខ្លួនឯងចាញ់គឺត្រូវកាលណាយើងស្រឡាញ់ព្រះជាទីមួយគឺយើងត្រូវលះកាត់ចិត្តខ្លួនឯងចាញ់ហើយបន្ទាប់មកទៀតទី3លោកគ្រូអ្នកគ្រូត្រូវការគិតគូរលើការចំណាយក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវនឹងឲ្យបានច្បាស់លាស់បើសិនជាលោកគ្រូអ្នកគ្រូចង់ធ្វើជាសិស្សរបស់ទ្រង់មែនខ្ញុំបាននិយាយមកហើយគឺថាព្រះយេស៊ូវបានហៅមនុស្សផ្សេងនៅក្នុងវងមនុស្សឲ្យដើរតាមទ្រង់ចូលមកតាមខ្ញុំអានេះគឺដូចជាសាវកពេត្រុសវគ្គយ៉ាកុបយ៉ូហានហើយបាទហើយប្អូនរបស់គាត់គឺពេលដែលព្រះអង្គបានហៅគេបានដើរទៅតាមទ្រង់ភ្លាមហើយការនេះមិនមែនដោយគេមិនបានយល់ពីភាពដែលព្រះអង្គហៅឲ្យដើរតាមទ្រង់នោះទេគេទុកសំណាញ់អួនគេចោលគេដើរទៅតាមទ្រង់ទៅគេទុកការងាររបស់គេចោលគេដើរទៅតាមទ្រង់ដូច្នេះទ្រង់នៅដល់ទីណាគឺគេក៏នៅដល់ទីនោះចុះយើងសពថ្ងៃតើយើងដើរតាមទ្រង់គឺមានន័យថាគំនិតដែលព្រះអង្គដឹកនាំយើងនៅឋានៈគឺយើងនៅឋានៈគឺនៅឋានៈទីមួយគឺត្រូវស្រឡាញ់ព្រះយេស៊ូវលើសអ្វីទាំងអស់នេះជាសេចក្តីបង្គាប់ទី1គឺសិស្សព្រះយេស៊ូវត្រូវតែស្រឡាញ់ព្រះអម្ចាស់ដ៏ជាព្រះឲ្យអស់ពីចិត្តឲ្យអស់ពីព្រលឹងហើយឲ្យអស់ពីគំនិតហើយបញ្ញត្តិទី2គឺយើងត្រូវស្រឡាញ់អ្នកជិតខាងខ្លួនដោយខ្លួនឯងនេះនៅក្នុងម៉ា